ក្រុមហ៊ុនជីបម៉ុងបានបរិច្ចាគទឹកប្រាក់បន្ថែមចំនួន$1 លានហើយគុណតម្លៃស្នូលមួយដ៏សំខាន់របស់យើងគឺការជួយត្រឡប់ទៅវិញដល់ប្រជាជននិងសង្គមជាតិខ្មែររបស់យើងហើយជាក្រុមហ៊ុនខ្មែរពិត100%ជំរាបសួរបងប្អូនជនរួមជាតិទាំងអស់គ្នានៅពេលថ្មីនេះក្រុមហ៊ុនជីបម៉ុងបានបរិច្ចាគទឹកប្រាក់បន្ថែមចំនួន$1 លានដល់កាកបាទក្រហមកម្ពុជាមកដល់ពេលនេះក្រុមហ៊ុនជីបម៉ុងបានបរិច្ចាគចំនួន45លើកជូនដល់កាកបាទក្រហមកម្ពុជាដែលមានទឹកប្រាក់សរុប$79 លានក្នុងអំឡុងពេលដែលប្រទេសកម្ពុជាជួបបញ្ហាជម្លោះព្រំដែនក្រុមហ៊ុនជីបម៉ុងបានបរិច្ចាគទឹកប្រាក់សរុបជាង$7 លានស៊ីម៉ង់អូត7,000 តោននិងទឹកបរិសុទ្ធកម្ពុជារាប់ម៉ឺនកេសជូនដល់ជនភៀសសិទ្ធនិងវីរៈកងទ័ពរបស់យើងដែលឈរជើងតាមបន្ទាត់ព្រំដែនដើម្បីការពារបូរណភាពទឹកដីរបស់ប្រទេសកម្ពុជារបស់យើងនិងប្រជាជនយើងជាង17 លាននាក់ក្រុមហ៊ុនជីបម៉ុងគឺជាក្រុមហ៊ុនខ្មែរពិត100%ហើយគុណតម្លៃស្នូលមួយដ៏សំខាន់របស់យើងគឺការជួយត្រឡប់ទៅវិញដល់ប្រជាជននិងសង្គមជាតិខ្មែររបស់យើងជាក់ស្ដែងយើងបានជួយដល់កាកបាទក្រហមកម្ពុជាសមាគមនិស្សិតអាហារូបករណ៍ជាច្រើនយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺ COVID-19 មន្ទីរពេទ្យលួងម៉ែមន្ទីរពេទ្យគុណធបុប្ផាមន្ទីរពេទ្យកាឡាម៉ែតសមាគមអតីតយុទ្ធជនកម្ពុជាឧបត្ថម្ភដល់ជនរងគ្រោះដោយទឹកជំនន់ជួយទិញទិន្នផលកសិកររបស់ខ្មែរយើងជនភៀសសិទ្ធនិងវីរៈកងទ័ពរបស់យើងជីបម៉ុងគឺជាក្រុមហ៊ុនពហុពាណិជ្ជកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជាដែលមានអាយុកាលជាង4ទសវត្សរ៍មកហើយបង្កើតឡើងដោយសហគ្រិនខ្មែរចាប់តាំងពីឆ្នាំ1982រហូតបង្កើតបានពហុពាណិជ្ជកម្មជាង14ក្រុមហ៊ុនហើយបានបង្កើតការងារជូនដល់ប្រជាជនកម្ពុជាដោយផ្ទាល់ចំនួនរាប់ម៉ឺននាក់និងដោយប្រយោលរាប់សែននាក់ដែលជាកត្តាលីករជួយជំរុញសេដ្ឋកិច្ចនិងវិស័យធនធានមនុស្សដ៏ធំបំផុតនៅកម្ពុជាក្នុងន័យនេះយើងតែងតែឈរលើស្មារតីខ្មែរជួយខ្មែរខ្មែរស្រឡាញ់ខ្មែរយើងរួមសុខរួមទុក្ខជាមួយគ្នាគ្រប់កលៈទេសៈទាំងអស់ខ្មែររួមគ្នាខ្មែរខ្លាំង